ល្អដៃបាទគេឃីកបាទចឹងបាទល្អដៃទៅកន្លែងនេះដួលទៅជាបន្តតែបន្តចាក់ជង្គង់មួយពីកងហើទាត់ឆ្វេងមួយពីឌៀបថៃតុងទាត់មកចូលស្នាមដៃទឹកខ្សែដៃយោរឿងរ៉ាម៉ានីចែកក្រមទី1លោកជ័យកសលចែកក្រមទី2លោកសវណ្ណស័កចែកក្រមទី3លោកឡុងវិបុលចែកក្រមទី4លោកណប់វណ្ណថេតនិងចែកក្រមទី5អ្នកស្រីកិត្តិស្មីម៉ាឡាសូមអញ្ជើញទៅកាន់ទីកន្លែងលោកស្រីនិងកញ្ញាទូរទស្សនិកជនពេលវេលាជាបន្តនេះក៏សូមស្វាគមន៍ដំណើរឡើងមកកាន់សង្វៀនកីឡាករបង្គោលខៀវមកពីប្រទេសវៀតណាមនៅទីបំផុតនាគកំណាចឆ្លងដែនមកពីប្រទេសវៀតណាមបានឡើងមកដល់សង្វៀនរួចរាល់ហើយជាកិច្ចបន្តខ្ញុំបានក៏សូមគោរពអញ្ជើញអ្នកប្រដាល់គុណខ្មែរបង្គោលក្រហមឡើងមកកាន់សង្វៀនជាកិច្ចបន្តខ្ញុំបាទក៏សូមគោរពជម្រាបអំពីជីវប្រវត្តិនៃការប្រកួតរបស់កីឡាករប្រដាល់គុណខ្មែរកម្ពុជាបង្គោលក្រហមបច្ចុប្បន្នគេមានវ័យ23ឆ្នាំគេមានកម្ពស់1.73 ម៉ែត្រឈរនៅក្នុងប្រភេទទម្ងន់60គីឡូក្រាមគេធ្លាប់ប្រកួតបានចំនួន51ដងឈ្នះ36ដងចាញ់10ដងនិងស្មើ5ដងធ្លាប់ផ្ដួលដៃគូនៅលើសង្វៀនចំនួន5ដងជាកូនសិស្សមកពីក្លឹបប្រដាល់មហិទ្ធិរិទ្ធមេសថ្កក់ខេត្តស្វាយរៀងបង្វឹកបង្ហាត់ដោយលោកគ្រូវង្សស៊ីថៃស្រុកកំណើតមកពីទឹកដីខេត្តកំពង់ធំថ្វាយបង្គំគ្រូតាមរបៀបព្រះលក្ខពតសីមាលោកស្រីអ្នកនាងកញ្ញាក៏សូមស្វាគមន៍អ្នកលេងរន្ទះជើងដំរីជន់ខ្លាគុណខ្មែរកងហើយរាយកីឡាករបង្គោលខៀវគេមានអាយុ23ឆ្នាំកម្ពស់1.72 ម៉ែត្រទម្ងន់60គីឡូក្រាមដូចគ្នាបទពិសោធន៍នៅលើសង្វៀនបានចំនួន10ដងឈ្នះ8ចាញ់2បណ្ដាស្មើគេវឹកហាត់នៅក្លឹបប្រដាល់បាទ Kickboxing Ranking គ្រូបង្ហាត់លោកគ្រូដាងវៀងវៀងគេមានស្រុកកំណើតនៅឯប្រទេសវៀតណាមលោកស្រីនាងកញ្ញាក៏សូមស្វាគមន៍នាគកំណាចឆ្លងដែនពីប្រទេសវៀតណាមឌីបថាញ់ទូដឹកនាំការប្រកួតដោយលោកអាញាកដាលធម្មរឿងរ៉ាម៉ានីបានឌៀបថាញ់តុងប៉ះជាមួយនឹងកីឡាករកម្ពុជាគង់ហើយនេះយកថាវិការឧបត្ថម្ភពីបងសុកសលនឹងច្រើនដងហើយបាទគឺក្បាច់ពិសេសផ្កាប់ចាននិងពៀនវត្តកន្ទុយឥឡូវនេះមកប៉ះកីឡាករវៀតណាមចាំមើលថាតើគង់ហើយអាចធ្វើបានល្អទៀតឬមួយក៏យ៉ាងណាហើយបើតាមព័ត៌មានល្អបានមកដល់ហើយបាទសម្រាប់កីឡាករគង់ហើយរបស់បាទព្រះរាជាណាចក្រកម្ពុជាសម្រាប់ការប្រកួតនេះជីបម៉ុងបែងឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករគង់ហើយមិនថាចាញ់មិនថាឈ្នះនៅថាវិការចំនួន1 លានរៀលផងដែរបាទសូមអបអរសាទរ
អរគុណណាស់សម្រាប់ការប្រកួតរបស់យើងបាទនឹងចូលមកដល់ពេលបន្តិចទៀតនេះហើយបាទកីឡាករក៏ថ្វាយបង្គំគ្រូចប់សពគ្រប់កីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតពីលោកអញ្ញាកដាធម្មរឿងរមនីកុំឲ្យស្ងាត់បងប្អូនសូមសម្លេងទះដៃមួយមកបាទបងប្អូនបាទចក្រមត្រៀមប្រងព្រឹត្តប្រកួតដាននៃចម្បាំងគុនខ្មែរគូទី7គឺជាគូអន្តរជាតិមិត្តភាពកម្ពុជាវៀតណាមទឹកទី1 round 1ទឹកទី1 round 1កងហៅប៉ះជាមួយនឹងឌៀបថាញ់តុងម៉ាត់បដៃពីកងហៅដរិចកណ្ដាប់ដៃសជ័យពីកងហៅកណ្ដាប់ដៃបាទទៅមកដរិច1 2 ម៉ាត់ធុងទឹកមួយពីកងហៅរាក់ចេញមួយពីកងហៅតតមកជើងពីឌៀបថាញ់តុងម៉ាត់បដៃពីឌៀបថាញ់តុង1 2 ទៅហើយបាទកងហៅយ៉ាងម៉េចហើយតតមកជើងពីឌៀបថាញ់តុងច្រែកកោះផ្ដួលមួយចោលពីកីឡាករកងហៅទៅលើឌៀបថាញ់តុងតតមកជើងពីកងហៅតតមកជើងម៉ាត់បដៃពីកងហៅតតជើងក្រៅមួយជីបបងបែងឧបត្ថម្ភកងហៅ1 លានរៀលជាការលើកទឹកចិត្តចាប់ជើងបាយសៃបោះលៀនអត់ទៅទេកោះផ្ដួលចោលទៀតពីកងហៅម៉ាត់ម្ដាយលុកម្ដាយទៀតទាត់មកជើងពីកងហៅទាត់មកជើងទៀតពីកងហៅមកហើយកងហៅទាត់មកជើងពីឌៀបថាញ់តុងអញ្ញាកដាពមៀនឲ្យវៃបុកបាទហនុមានហត់ប្រខនបាទពៀបដល់ចៅកន្ទុយសង្ស័យដល់បានប្រាក់ឧបត្ថម្ភពីបងស៊ូកសលទៀតណាបាទទាត់មកជើងកាប់ចានពីកងហៅចូលចាប់ចាក់ជង្គង់កាច់ពីកងហៅកោះជើងក្រោមទាត់មកជើងកាប់ចានវិលខ្លួនមកជុំទាត់មកជើងសងពីឌៀបថាញ់តុង1 2 ពីឌៀបថាញ់តុងពៀបដល់ចោលកន្ទុយទៀតហើយបោះជង្គង់ពីកងហៅទាត់មកជើងកាត់តឡាច់លូកម្ដាយទាត់មកជើងទៀតទាត់មកជើងសងលូកម្ដាយពីឌៀបថាញ់តុងម៉ងដៃសូទាត់កាប់ចានពីកងហៅដរិចបាទពៀនដល់ចោលកន្ទុយបោះជង្គង់មួយលើកបាទកាច់ផ្ដួលកងហៅតែដួលខ្លួនឯងដើរចូលទាត់មកជើងពីកងហៅទាត់សងទាត់មកជើងទៀតពីកងហៅបាទតែពៀនដល់វត្តកន្ទុយមួយទៀតកងហៅចាញ់ឲ្យទៀតបាទខ្មងដៃសូក្បាច់ពិសេសចាញ់មកអស់ហើយកងហៅបាទចប់ទឹកទី1បាទទឹកទី1បាទអរគុណណាស់ទូរទស្សនិកជនបាទរូបភាពនៃការប្រកួតដ៏ជួយចិត្តនៅទឹកទី1 3 3នេះបាទគង់ហៅជាមួយនឹងបាទកីឡាករវៀតណាមបាទគឺឌៀបថាញ់តុងទៅជាបន្តទៀតទាត់មកជើងទៀតកន្លែងនេះគង់ហៅយល់មកដៃនេះបាទពៀនលើចោលកតុយមួយទៅអត់ត្រូវ
ហើយទឹកទី1 3នេះត្រូវបានលោកអាញាកដាធំរឿងរ៉ាម៉ាឌីបាទគឺថាប្រមាណកីឡាករវៀតណាមហើយបាទថាធ្វើម៉េចបាទទឹកទី1អត់វាយបាទចាំមើលថាទឹកទី2នេះអាចនឹងបាទមានអ្វីដែលកាន់តែកក្រៅឬក៏យ៉ាងណាណែទឹកចង្ក្រៅដានណាចំបានគុនខ្មែរគូអន្តរជាតិទី7ទឹកទី2រ៉ាន់ឈឺទឹកទី2រ៉ាន់ឈឺបាទបង្គោលក្រហមគង់ហៅបង្គោលខៀវទៀបថៃតុងបាទដូរកំដាប់ដៃគ្នាទៅវិញទៅមកធាក់ចេញអីយ៉ាដូរកំដាប់ដៃល្អមែនទាត់មកជើងអីយ៉ាណែថាអត់វាយឥឡូវវាយហើយទៀបថៃតុងអីយ៉ាគឺងូក្បាលទៅវាយមកអត់ឈឺដូរកំដាប់ដៃគ្នាល្អមែនទេកងកំដាប់ដៃ1 2ទៅវិញទៅមកអាយយណែចេញទៅឲ្យទាត់មកជើងទៀតពីកងហៅដូរកំដាប់ដៃល្អមែនទេទាត់មកជើងទៀតបែកទឹកខ្សែពីកងហៅ2ជើង3ជើងនាងវ៉ាកាទុយមើលតែត្រូវទៅទៀតដល់នាងវ៉ាកាទុយមើលកន្លែងនេះត្រូវបាទបន្ថែមម្ដាយអោបគ្នា2ដៃ3ដៃពួរទឹកផងបាទនាងថៃតុងបាទល្អដៃបាទគេឃិកបាទចឹងបាទល្អដៃមែនទេកន្លែងនេះដួលទៅជាបន្តតែបន្តចាក់ជង្គង់មួយពីកងហៅទាត់ឆ្វេងមួយពីនាងថៃតុងទាត់មកជើងស្ដាំបែកទឹកខ្សែដៃអូកូនសបាទហាក់នៅបានចោលកន្ទុយបាទជើងនេះចាប់កណ្ដាលភក្ត្រាកាប់មុខអើយអូយចាំមើលរូបភាពយឺតសិនបាទចាំមើលរូបភាពយឺតបាទគង់ហៅណែអបអសាទរជូនដល់គង់ហៅមួយបងប្អូនអូយក្បាច់ពិសេសអំបញ្ញមិញនេះចំតែម្ដងបាទមិនធម្មតាឥឡូវចាំមើលរូបភាពយឺតទាំងអស់គ្នាបាទក្បាច់ពិសេសទៀតហើយបាទគង់ហៅបងសុកសាលត្រៀមថវិកា30ម៉ឺនឧបត្ថម្ភឲ្យតែក្បាច់ពិសេសនេះបាទគង់ហៅយកចង់10ដងហើយបាទនេះទាត់មកជើងពីគង់ហៅទៅលើបាទថាញ់ទុំទាត់មកជើងទៀតពីគង់ហៅបាទផុតមួយនេះបាទចាំមើលត្រូវត្រង់ណាបាទបំបុកទាំងឃុំទៅតែម្ដងចាំមើលរូបភាពយឺតម្ដងទៀតនេះបាទកែងជើងបាទចូលកែងជើងបាទអញ្ចឹងបានបលៀនរៀលពីជីបម៉ុងបែងនេះបាំក្បាច់ពិសេសបាទពៀននៅវត្តកន្ទុយបាន1លានរៀលពីជីបម៉ុងបែងហើយទទួលបានថវិកាពីបងប្រុសស៊ូកសលចំនួន30ម៉ឺនរៀលបន្ថែមមកសូមអបអរសាទរអបអរសាទរដល់គង់ហៅល្មមចូលឆ្នាំនេះទៅស្រុកល្មមតែម្ដងអរគុណណាប្រកោតទូនាទីជូនគណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការចាសសូមអរគុណបងកោក្រហមគង់ហៅឈ្នះគណៈកោបង្គោលខៀវដោយគណៈកោបង្គោលខៀវឌៀម